មនុស្សរាប់ពាន់អ្នកបានឃើញវាផ្ទាល់ភ្នែករូបចម្បាំងយក្សមួយអាចដើររាំនិងធ្វើជុំវិញខ្លួនឯងបានប៉ុន្តែនៅពេលដែលគេលើកបង្ហាញនៅខាងក្នុងបែរជាគ្មានមនុស្សសូម្បីតែម្នាក់អ្វីដែលអ្នកកំពុងតែទស្សនានេះគឺជាពិធីបុណ្យសាសនាបុរាណដ៏ស័ក្តិសិទ្ធិមួយដែលបានបន្សល់ទុកតាំងពីរាប់រយឆ្នាំមុននេះគឺជាសាំងបេតូដែលជាពិធីសាសនានិងជាប្រពៃណីដ៏អាថ៌កំបាំងបំផុតមួយរបស់កុលសម្ព័ន្ធអូហ្គោនៅក្នុងប្រទេសបេណាំងនិងតូហ្គោនៃទ្វីបអាហ្វ្រិកនៅពេលដែលពិធីបុណ្យចាប់ផ្ដើមគ្រូមន្តអាគមនឹងធ្វើការអុជធូបសូត្រមន្តនិងវាយស្គរយ៉ាងអធិកអធមរំពេចនោះគំនោចម្បាំងស្ងួតរៀងដោយត្រីកោណនេះនឹងចាប់ផ្ដើមចល័តដើរនិងបង្វិលខ្លួនក្នុងល្បឿនយ៉ាងលឿនដែលធ្វើអ្នកទស្សនាគ្រប់គ្នាមិនជឿនឹងភ្នែកខ្លួនឯងអាកំបាំងដែលគ្មាននរណាអាចបកស្រាយបានមនុស្សជាច្រើនបានព្យាយាមស្វែងរកការពិតដោយគិតថាប្រកាសជាមានមនុស្សលាក់ខ្លួននៅខាងក្នុងប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនោះគឺទី1លើបឿននៃការវិលគំនោចម្បាំងនេះធ្វើជុំវិញខ្លួនឯងលឿនខ្លាំងណាស់ប្រសិនបើមានមនុស្សនៅខាងក្នុងនោះមែនមនុស្សនោះប្រកាសជាធ្វើមុខដួលសន្លប់និងបាត់បង់លំនឹងក្នុងរយៈពេលតែប្រមាណនាទីប៉ុណ្ណោះទី2ទំហំនិងរូបរាងរូបចម្បាំងនេះមានចន្លោះខាងក្នុងតូចចង្អៀតខ្លាំងណាស់ដែលស្ទើរតែគ្មានកន្លែងសម្រាប់មនុស្សឈរឬទប់លំនឹងក្នុងការធ្វើចលនាលឿនបែបនេះបានឡើយទី3ការបង្ហាញផ្ទាល់ភ្នែកនៅក្នុងពិធីជាច្រើនគ្រូមន្តអាគមបានលើកគំនោចម្បាំងនោះឡើងរួចធ្វើការត្រឡប់ចុះឡើងចំពោះមុខអ្នកស្រុកនិងភ្ញៀវទេសចរដើម្បីបង្ហាញថាការក្នុងគឺទទេស្អាតគ្មានមនុស្សគ្មានឧបករណ៍ឬខ្សែពួរអ្វីទាំងអស់ប៉ុន្តែព្រាមពេលដាក់ចុះមកដីវិញវាក៏ចាប់ផ្ដើមដើរនិងរាប់បន្តទៀតជំនឿនិងទស្សនៈអ្នកស្រុកដែលរស់នៅទីនោះជឿជាក់យ៉ាងមុតមាំថាសាំងបេតូគឺជាអ្នកដើរល្បាតការពារពេលយប់រលប់នៅពេលអុជធូបបន់ស្រន់វិញ្ញាណភាគច្រើននិងបារមីស័ក្តិសិទ្ធិនឹងចូលទៅសន្ធិដ្ឋក្នុងរូបចម្បាំងនេះដើម្បីដេញអំពើអាបធ្មប់និងការពារអ្នកភូមិពីគ្រោះថ្នាក់ផ្សេងៗទោះបីជាអ្នកវិទ្យាសាស្ត្រអ្នកស្រាវជ្រាវជាច្រើនបានព្យាយាមបញ្យល់ថាវាអាចជាសិល្បៈបុរាណឬជាល្បិចកលកែច្នៃយ៉ាងណាក៏ដោយក៏រហូតដល់សពថ្ងៃនេះគ្មាននរណាម្នាក់អាចបកស្រាយអាកំបាំងនៃរូបចម្បាំងដែលមានចលនាវិលយ៉ាងលឿននេះបាននៅឡើយទេតើបងប្អូនយល់ឃើញយ៉ាងណាដែរចំពោះរូបចម្បាំងសាំងបេតូនេះតើវាជាបារមីដ៏ស័ក្តិសិទ្ធិពិតប្រាកដមែនឬជាសិល្បៈសម្ងាត់សូមបញ្ចេញមតិយោបល់របស់បងប្អូននៅខាងក្រោមវីដេអូនេះប្រសិនបើបងប្អូនចូលចិត្តនៅវីដេអូដែលបកស្រាយអំពីប្រវត្តិសាស្ត្រឬក៏អាកំបាំងប្លែកៗជុំវិញពិភពលោកបែបនេះសូមកុំភ្លេចជួយចុច Follow និងជួយចុច Subscribe Channel YouTube របស់យើងខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗជារៀងរាល់ថ្ងៃសូមអរគុណសម្រាប់ការគាំទ្ររបស់បងប្អូន